បាទជាដំបូងយើងសូមគោរពទៅដល់លោកគ្រូនិងទៅដល់និស្សិត Master ទាំងអស់គ្នាខ្ញុំបាទតំណាងក្រុមទី2ឈ្មោះសុនបរ៉េតមកធ្វើបទបង្ហាញអំពី Marketing Communication តែយើងធ្វើបទបង្ហាញអំពី Marketing Communication ដោយសារតែសមាជិកក្រុមរបស់ខ្ញុំគឺគាត់ផ្ដល់ច្បាស់ដូចពាក់ព័ន្ធជាមួយនឹង Marketing Communication ដូច្នេះហើយទើបខ្ញុំសិក្សាអំពីវាដើម្បីឲ្យសមាជិកក្រុមខ្ញុំគាត់កាន់តែច្បាស់ពាក់ព័ន្ធនឹង Marketing Communication ហើយចំពោះប្រធានបទដែលយើងយកចំពោះអត្ថបទដែលយើងយកគឺពាក់ព័ន្ធជាមួយនឹងអត្ថបទ Marketing Communication ដែររបស់សាកលវិទ្យាល័យ Helios World របស់ University ដែលចងក្រងដោយលោក Criswell និងលោកបណ្ឌិត Jamieson ក្នុងឆ្នាំ2011បន្តមកយើងឈានទៅដល់មេតិកានេះម្ដងបាទមេតិកាគឺ chapter គឺយើងមាន5 chapter ហើយ chapter ទី1គឺនឹងនិយាយអំពី introduction chapter ទី2និយាយអំពី literature review chapter ទី1គឺនិយាយអំពី research methodology chapter ទី4និយាយអំពី result និង chapter ទី5និយាយអំពី conclusion and recommendation ចំពោះ chapter ទី1គឺយើងលើកចំណុចសំខាន់ៗមកនិយាយដែរទី1គឺពាក់ព័ន្ធជាមួយនឹង overview of marketing communication និងបន្ទាប់គឺពាក់ព័ន្ធជាមួយនឹង objective of marketing communication ចំណុចទី3ពាក់ព័ន្ធជាមួយនឹង communication theory ចំណុចបន្ទាប់គឺយើងនិយាយអំពី strategy role និងចំណុចបន្តទៀតនិយាយអំពី importance of dialogues និងចំណុចចុងក្រោយយើងនិយាយអំពី scope និង limit នៃការស្រាវជ្រាវដូច្នេះគឺយើងយកដល់ចំណុចទី 1.1 តែម្ដងបាទទី1គឺនិយាយពាក់ព័ន្ធជាមួយនឹង overview of marketing communication បាទទី1យើងនិយាយយល់អំពី definition អ្វីទៅជា definition របស់ marketing communication ក្នុងចំណុចនេះគេនិយាយថានិយមន័យគឺផ្ដោតទៅលើការផ្សព្វផ្សាយឬក៏ការបញ្ចូលទៅដល់អតិថិជនគោលដៅអ្នកម្នាក់ដើម្បីធ្វើទីផ្សារឲ្យគាត់ស្គាល់ផលិតផលឬសេវាកម្មរបស់យើងចឹងត្រឡប់មកវិញគឺនិយមន័យរបស់ marketing communication គឺជាការបញ្ចុះបញ្ចូលឬការប្រើ tool អ្វីមួយដើម្បីទៅដល់អតិថិជនហើយគាត់ស្គាល់លើម៉ាកយីហោរបស់យើងឬសេវាកម្មរបស់យើងចំណុចបន្ទាប់ទៀតគឺអំពី element of promotion mix បាទ element of promotion mix គឺយើងមានទេសំខាន់ៗដូចជា advertising sales promotion public relation and direct marketing and personal selling នេះគឺជាធាតុសំខាន់ៗក្នុងការធ្វើ marketing communication ចំណុចបន្ទាប់គឺយើងនិយាយអំពី the role of communication នៅក្នុង marketing communication ក៏យើងមានចំណុចមួយចំនួនដែរដែលយើងនឹងលើកយកមកនិយាយទី1ពាក់ព័ន្ធជាមួយ inform គឺយើងជម្រាបព័ត៌មានទៅអតិថិជនដើម្បីថាពាក់ព័ន្ធនឹងរបស់យើងឧទាហរណ៍ថារបស់យើងអ្វីមួយចឹងយើងរៀបរាប់ប្រាប់គាត់ថារបៀបផ្សេងបាទចំណុចបន្ទាប់ទៀតគឺយើងអំពី purchase គឺមានការបញ្ចុះបញ្ចូលទៅដល់អតិថិជនគោលដៅរបស់យើងហើយបន្ទាប់គឺ reflect and remind ការរំលឹកឬការទៅដល់អតិថិជនអញ្ចឹងយើងត្រឡប់មកក្រោយបន្តិច the role of communication គឺយើងប្រើ form គឺយើងប្រើទម្រង់ចំនួន4ដែរទៅដល់អតិថិជនដើម្បីយើងធ្វើដើម្បីឲ្យ marketing communication យើងអាចទៅបានរលូនចំណុចបន្ទាប់គឺនិយាយអំពី strategy approach នៅក្នុងចំណុចនេះគឺយើងជួយពន្យល់ពីរបៀបទំនាក់ទំនងនៃការបកស្រាយទៅអតិថិជនមានន័យថាយើងបកស្រាយផលិតសាររបស់យើងទៅដល់អតិថិជនធ្វើយ៉ាងម៉េចឲ្យមានភាពងាយស្រួលនិងអតិថិជនដែលគាត់ងាយទទួលយកអញ្ចឹងចំណុចមួយអំពី overview of marketing communication គឺយើងបានបញ្ចប់យើងចូលដល់ចំណុចទី2គឺគោលបំណង objective of marketing communication ក្នុងនោះគឺយើងមានចំណុច4សំខាន់ដែរមកនិយាយនៅទី1គឺនិយាយអំពី assess the role of promotion ចំណុចនេះគឺនិយាយអំពីការវិតម្លៃទៅលើការ promotion ទៅកាន់អតិថិជនដើម្បីយើងដាក់គោលដៅ
ថា promotion របស់យើងមានលក្ខណៈ long term ឬក៏ short term បាទហើយចំណុចបន្ទាប់គឺយើងអំពី consider the impact នេះគឺយើងអំពីផលប៉ះពាល់ទៅលើអតិថិជនរបស់យើងតើពេលដែលយើងដាក់ចំណុចសិទ្ធិយុទ្ធសាស្ត្រទៅថាវាអាចប៉ះពាល់ស្អីខ្លះដល់អតិថិជនរបស់យើងនិយាយពីផលអវិជ្ជមានហើយយើងទៅសិក្សាបន្ថែមនៅនឹងចំណុចបន្ទាប់ទៀតគឺនិយាយអំពី identify key characteristic ចំណុចនេះគឺយើងផ្ដោតសំខាន់ទៅលើ tool communication បាទ tool communication ដែលមាន marketing mix ដែលមាន communication marketing mix ហ្នឹងតើយើងប្រើ tool មួយណាទៅឲ្យចំអតិថិជនរបស់យើងហើយចំណុចបន្ទាប់ទៀតគឺយើង review ឬយើងឆែកឡើងវិញថាតើការប្រើ tool មួយនោះចំគោលដៅដែរឬអត់បានន័យថាឧទាហរណ៍ថាយើងប្រើcommunication mix តើប្រើ tool នោះតើចំអតិថិជនដែរទេអញ្ចឹងសរុបមកវិញគឺ objective របស់ marketing communication គឺយើងលើក4មកសំខាន់មកនិយាយគឺទី1គឺ assess the role of promotion ទី2គឺនិយាយអំពី consider impact ហើយទី3គឺនិយាយអំពី identify key characteristic ហើយចំណុចទី4នេះគឺនិយាយអំពី examine effectiveness បាទឥឡូវយើងចូលចំណុចបន្ទាប់នេះគឺនិយាយអំពីទស្សនវិជ្ជាម្ដងបាទគឺ communication theory communication theory គឺយើងយកចំណុចសំខាន់3សំខាន់មកលើកនិយាយដោយសារតែបទយើងពាក់ព័ន្ធជាមួយនឹងមិនជា research ធំដុំទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងការបង្រៀនភាសាសមាជិកក្រុមគាត់មិនទាន់ច្បាស់ដូច្នេះទើបខ្ញុំយកជាបទនេះដើម្បីឲ្យពួកគាត់កាន់តែច្បាស់យល់ពី marketing communication អញ្ចឹងយើងចូលនៅម្ដងអំពីចំណុច 1.3 អំពី communication theory ទី1គឺនិយាយអំពី strategy perspective បាទនេះគឺយើងផ្ដោតសំខាន់ទៅលើទំនាក់ទំនងលើទីផ្សារតាមរយៈយុទ្ធសាស្ត្ររបស់យើងតែយើងដាក់យុទ្ធសាស្ត្រយ៉ាងម៉េចប្រើយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីតាក់ទាញភ្ញៀវបានដើម្បីធ្វើ communication បានទៅលើអតិថិជនរបស់យើងអញ្ចឹងជារួមមកវិញគឺយើងប្រើយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីដាក់ឲ្យចំគោលដៅអតិថិជនរបស់យើងចំណុចមួយទៀតទ្រឹស្ដីមួយទៀតនិយាយអំពី communication process ចំណុចនេះគឺដូចនៅចំណុចខាងលើដែលខ្ញុំបានលើកមកដែរគឺវាមានដូចជា information មានការផ្ចុំចូលមានការ review ដល់អតិថិជនអញ្ចឹងយើងប្រើទ្រឹស្ដីមួយនេះដើម្បីទៅអនុវត្តជាក់ស្ដែងអំពីការធ្វើទីផ្សារចំពោះទ្រឹស្ដីចុងក្រោយគឺនិយាយពីគោលបំណងចម្បងការធ្វើ marketing communication ចម្បងនោះគឺធ្វើយ៉ាងម៉េចដើម្បីឲ្យអតិថិជនគោលដៅយើងឆាប់ស្គាល់ពីម៉ាកយីហោឬសេវាកម្មយើងកាន់តែច្បាស់បានន័យថាបើសិនជាយើងធ្វើ marketing communication គឺយើងផ្ដោតសំខាន់ទៅលើឲ្យអតិថិជនគាត់ឆាប់ស្គាល់ឆាប់ដឹងអំពីប្រភេទសេវាកម្មឬក៏ទំនិញរបស់យើងបាទអញ្ចឹងជារួមមកវិញគឺចំណុច1.3នេះគឺនិយាយពីទស្សនវិជ្ជាអញ្ចឹងក្រុមខ្ញុំមកលើកទស្សនវិជ្ជា3សំខាន់មកគឺមកនិយាយទី1 strategy perspective ទី2អំពី communication process ទី3គឺ different through communication គឺយើងផ្ដោតទៅលើដើម្បីឲ្យអតិថិជនគាត់ស្គាល់អំពី brand របស់យើងកាន់តែច្បាស់អញ្ចឹងយើងដល់ចំណុចបន្ទាប់គឺចំណុច1.4 គឺអំពីយុទ្ធសាស្ត្រស្នូលនៅក្នុងអត្ថបទរបស់យើងក្នុងនោះយើងលើកមកចំនួន5សំខាន់មកនិយាយគឺមាន plan និង framework ពេលនេះ framework នេះគឺជាគោលផែនការសំខាន់នៅក្នុងអត្ថបទរបស់យើងគឺតែយើងធ្វើមានយុទ្ធសាស្ត្រយ៉ាងមិនដែរយើងមានយុទ្ធសាស្ត្រធ្វើយ៉ាងម៉េចដើម្បីដាក់ទៅចំនៅគោលដៅអតិថិជនបាទចំណុចបន្ទាប់គឺដើម្បីយុទ្ធសាស្ត្របន្ទាប់នេះបានន័យថានៅក្នុងអត្ថបទនេះគឺគេសរសេរអំពី branding បញ្ហា cost build branding ឲ្យឆាប់អតិថិជនចាប់ស្គាល់ពាក់ព័ន្ធជាមួយនឹង marketing communication ហើយចំណុចទី3គឺនិយាយអំពី budget and evolution បានន័យថាគឺការដឹងពីហិរញ្ញវត្ថុ
នឹងការធ្វើយុទ្ធសាស្ត្រគាត់ដាក់យុទ្ធសាស្ត្រឲ្យចំព្រោះថាយើងសិក្សាពីរ៉ែមធំយ៉ាងដែរបើសិនជារ៉ែមធំរបស់យើងនៅមានកម្រិតជាងយើងការធ្វើ marketing communication ក៏វាមានផលប៉ះពាល់ទៅតាមនឹងដែរចឹងចំណុចទី4ទៀតគឺយើងនិយាយអំពី advertising strategy ចឹងនេះគឺយុទ្ធសាស្ត្រអំពីការផ្សព្វផ្សាយទៅលើការ communication មានន័យថាយើងរៀបយុទ្ធសាស្ត្រដើម្បីធ្វើការផ្សព្វផ្សាយធ្វើយ៉ាងម៉េចដើម្បីចាប់ដល់អ្នកដល់អតិថិជនគាត់របស់យើងហើយនៅចុងក្រោយគឺនិយាយអំពីទស្សនៈទំនាក់ទំនងពាក់ព័ន្ធជាមួយនឹង communication បាទអញ្ចឹងចំណុចទី1របស់យើងគឺចំហើយគឺយើងចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹង importance of dialogue អញ្ចឹងនោះយើងយកចំណុច6សំខាន់ហើយមកនិយាយក្នុងការសន្ទនាបើក្នុងអត្ថបទនេះនិយាយពី marketing communication គឺយើងមានការ dialogue ច្រើនមែនទែនចំពោះទៅដល់អតិថិជនដូច្នេះហើយគឺគេបង្ហាញចំណុច6សំខាន់នៅពេលដែលយើងធ្វើការទំនាក់ទំនងទៅកាន់អតិថិជនជាមួយនេះគឺយល់ដឹងពីទំនាក់ទំនងថាយើងកំពុងវិសាមួយគាត់នេះថាយើងនិយាយពីផលិតផលអ្វីតែយើងអាចថាគាត់នឹងអាចទទួលយកបានអត់នេះគឺស្វែងយល់ពីអតិថិជនហើយចំណុចទីគឺយើង build relationship បន្ទាប់ពីយើងទំនាក់ទំនងហើយអ្នក marketing ត្រូវមានការ build relationship ចំពោះអតិថិជនន័យថាយើងកសាងទំនាក់ទំនងមួយគាត់ឲ្យបានល្អហើយក្នុងទី3នោះគឺយើង feedback ន័យថាយើងយកត្រឡប់មកវិញថាផលិតផលរបស់យើងឯខ្វះចន្លោះក្នុងណាផលិតផលរបស់យើងខ្លាំងដល់ណាដូច្នេះយើងត្រូវតែទទួលយក feedback មកវិញចំណុចទី4នេះគឺនិយាយអំពីការយល់ដឹងអំពី message ទៅអតិថិជនតើយើងនិយាយចំពោះទៅអតិថិជនវាមានចំណុចខុសខាងអត់ថាអតិថិជនទទួលយកបានអត់គាត់ដឹងព័ត៌មានខ្លះតើ message របស់យើងទៅនេះវាមានសារៈសំខាន់វាមានផលប្រយោជន៍ខ្លះដល់អតិថិជនហើយចំណុចទី5នោះគឺនិយាយអំពីការលើកទឹកចិត្តទៅដល់អតិថិជនមានន័យថាពេលដែលយើងនិយាយជាមួយគាត់ចង់ថាយើងមានវិធីសាស្ត្រអីដើម្បីគេហៅថាបំពេញចិត្តគាត់ណាកុំឲ្យគាត់ធុញហើយនៅចុងក្រោយនេះគឺយើងទទួលចូលនឹងការផ្លាស់ប្ដូរទីផ្សារជំនេះបានន័យថាយើងមានការបត់បែនបើសិនជាយើងជាអ្នកធ្វើទីផ្សារបើសិនទីផ្សារទៅរក social media គឺយើងទៅរក social media បើសិនមានទីកម្មតាមអីផ្សេងអានឹងនិយាយរួមទីកន្លែងនេះគឺយើងចេះតែបត់បែនទៅតាមលក្ខណៈជាក់ស្ដែងបាទអញ្ចឹងយើងចូលចំណុចបន្ទាប់គឺ6ជា6ពី limit និង scope បាទចំណុចនេះគឺយើងសិក្សាតែយកអត្ថបទរបស់ marketing communication របស់សាកលវិទ្យាល័យ Harvard របស់ University មកភាសាទេដោយសារតែគុំបើយើងខ្ញុំគាត់មិនទាន់ច្បាស់អំពីពាក់ព័ន្ធនឹង marketing communication ដោយសារគាត់មានការវល់ច្រើនគាត់ឈប់មកគួរច្រើនដូច្នេះហើយគាត់មិនទាន់យល់ច្បាស់អំពី marketing communication ដូច្នេះហើយទើបខ្ញុំយកមកនិយាយហើយក្នុងនោះគឺយើងនិយាយអំពីតែទ្រឹស្ដីដល់ទៅលើទ្រឹស្ដីជាក់ស្ដែងហើយចំពោះអត្ថបទនេះក៏មានខ្វះចន្លោះអត់មានផុសតាងច្បាស់លាស់ពាក់ព័ន្ធជាមួយនឹង marketing communication ដែរគឺបានន័យថា evidence គឺអត់ទាន់ច្បាស់មិនថាយើងអត់មាន reference ច្បាស់បំពេញឧទាហរណ៍ថាយើងទៅសម្ភាសទៅជន10នាក់20នាក់គឺយើងអត់ច្បាស់ទេវាគឺជាប្រភេទអត្ថបទដែលបង្រៀនឬក៏អ្នកអានឲ្យគាត់កាន់ច្បាស់អញ្ចឹងហើយជាមួយនេះគឺយើងផ្ដោតទៅលើ focus on context factor លើករណីរួមហមថាយើងពាក់ព័ន្ធនឹងទស្សនៈជាដើមបាទអញ្ចឹងចូលសរុបមកវិញគឺ scope របស់យើងនិងការ limit របស់យើងគឺយើងសិក្សាតែប្រភេទដែលទស្សនៈនិងប្រភេទដែលថាវិធីសាស្ត្រក្នុងការធ្វើ marketing communication ទេគឺมันបានទៅ research ឬស្រាវជ្រាវអីខ្លាំងទេចំពោះអត្ថបទនេះហើយចំណុច chapter 2យើងនិយាយអំពី literature review អញ្ចឹងយើងយកនៅ4មកសំខាន់មកនិយាយដែរអំពីទស្សនៈបាទចំណុចទី1គឺនិយាយអំពី theoretical foundation គឺនិយាយអំពីគោលការណ៍ទស្សនៈហើយទី2គឺនិយាយអំពី
ទស្សនៈចម្រុះបានន័យថាទស្សនៈរបស់ក្នុងសៀវភៅហ្នឹងគឺក៏ផ្ដោតសំខាន់ទៅលើ marketing communication អញ្ចឹងយើងមកនិយាយដែរហើយទី2គឺ academic projection សារសៀវភៅនេះគឺពាក់ព័ន្ធជាមួយនឹងការបង្រៀនដូច្នេះហើយទើបយើងលើកយក academic perspective មកនិយាយដែរហើយជំក្រោយគឺយើងនិយាយពីបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់ marketing communication ដូច្នេះយើងឈានទៅដល់ចំណុចមួយតែម្ដងបាទចំណុច2.1យើងអំពី theoretical foundation យើងក្នុងនោះtheoretical foundation គឺយើងយក3សំខាន់មកនិយាយទី1គឺ conception of exchange conception exchange គឺមានន័យថាគឺការផ្លាស់ប្ដូរទីផ្សារអញ្ចឹងយុទ្ធទស្សនវិជ្ជារបស់យើងគឺក្នុងអត្ថបទនេះគឺចង់ឲ្យអ្នកសិក្សាយល់អំពីការផ្លាស់ប្ដូរនៅលើទីផ្សារផ្សេងៗតាមសម័យកាលឬតាមស្ថានភាពជាក់ស្ដែងហើយកុំឲ្យមានភាពធម្មតាហើយចំណុចបន្ទាប់នៅទី2នេះគឺនិយាយអំពីស្ដីអំពីការអនុវត្តទីផ្សារអញ្ចឹងក្នុងអត្ថបទនេះដែរគឺនិយាយអំពី model ឬក៏ការប្រាប់ទីទៅលើទីផ្សារគឺយើងប្រើ tool ឬក៏ប្រើ model មួយណាដើម្បីយើងចំទៅអតិថិជន product ហើយចំពោះទ្រឹស្ដីចុងក្រោយគឺ relationship marketing theory ចំណុចនេះគឺគេផ្ដោតសំខាន់ទៅលើទំនាក់ទំនងក្នុងទីផ្សារបើន័យថាយើងមានយុទ្ធសាស្ត្រឬប្រើធូបមួយណាដើម្បីធ្វើទីផ្សារទៅដល់អតិថិជនឆាប់ឲ្យអតិថិជនឆាប់ស្គាល់មកឬស្វាគមន៍របស់យើងដូច្នេះចំណុច2.1គឺបានបញ្ចប់ហើយតែយើងចូលចំណុចបន្ទាប់គឺ 2.2 2.2 គឺ diverse perspective ចំណុចនេះគឺយើងលើក3លក្ខខណ្ឌមកនិយាយដែរក្នុងអត្ថបទរបស់យើងចំណុចទី1គឺនិយាយអំពីការយល់ឃើញរបស់អតិថិជនមើលលើអង្គភាពមានន័យថាមិនពេលដែលយើងធ្វើទីផ្សារmarketing communication ហើយតើយើងគេឃើញថាយើងសង្កេតឃើញថាតើអតិថិជនគាត់ចាប់អារម្មណ៍មកលើផលិតផលរបស់យើងថាយើងអត់បាទហើយចំណុចបន្ទាប់គឺសារៈសំខាន់នៃយុទ្ធសាស្ត្រទៅលើទំនាក់ទំនងទីផ្សារអញ្ចឹងបន្ទាប់ពីយើងធ្វើទីផ្សារតែយើងវិភាគមើលឃើញថាតើយុទ្ធសាស្ត្ររបស់យើងត្រឹមត្រូវឬក៏អតិថិជនគាត់មានទំនាក់ទំនងដែរអត់មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនរបស់យើងចំណុចចុងក្រោយនេះគឺ finance and consideration ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ហិរញ្ញវត្ថុសមស្របទៅលើទីផ្សារការធ្វើsurvey អំពី finance ឲ្យស្របជាមួយនឹងទីផ្សារមានន័យថាបាក់ចិត្តយើងប្រមាណគឺយើងធ្វើប៉ុណ្ណឹងបាទអរគុណហើយយើងចូលដល់ចំណុចបន្ទាប់គឺ 2.3 បាទ 2.3 យើងពី academic perspective បាទចំណុចនេះគឺដោយសារតែរបស់យើងពាក់ព័ន្ធជាមួយនឹងការសិក្សាមិនមែនជាទាំងដែរពាក់ព័ន្ធសវ័យទេដូចខ្ញុំបានលើកឡើងពីមុនចឹងបាទនេះគឺយើងយក4សំខាន់មកនិយាយដែរទី1គឺមកឲ្យយើងយល់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រនៅក្នុងអត្ថបទនេះអញ្ចឹងអត្ថបទហ្នឹងគឺនិយាយអំពី marketing communication តើយើងយល់អំពី tool មួយណាហើយយើងយក tool នោះដើម្បីប្រើប្រាស់ចំអតិថិជនគាត់នៅទី2គឺនិយាយពីរបៀបទំនាក់ទំនងលើទីផ្សារមានន័យថារបៀបទៅធ្វើទីផ្សារ marketing communication តើយើងធ្វើរបៀបម៉េចក្នុងអត្ថបទនេះគឺនឹងពន្យល់ពីរបៀបទំនាក់ទំនងទីផ្សារចំណុចទី3នោះគឺនិយាយពីទ្រឹស្ដី marketing communication ក្នុងអត្ថបទនេះគឺក៏មានច្រើនអំពី marketing communication ដែរបាទហើយនៅបន្ទាប់នេះគឺទីផ្សារលើអតិថិជនមានន័យថាទីផ្សារផ្ដោតលើអតិថិជនគឺតែយើងប្រើទីផ្សារខ្លះដើម្បីឲ្យអតិថិជនគាត់ចាប់បានទៅលើអតិថិជនគាត់របស់យើងហើយយើងចូលដល់ចំណុចបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹង interactive insight ពាក់ព័ន្ធជាមួយនឹងបញ្ហាពាក់ព័ន្ធយើងយកចំណុច4មកនិយាយដែរក្នុងអត្ថបទទី1គឺភាពស្មុគស្មាញនៃការធ្វើទីផ្សារភាសាមានតែអាសាមានការពុតចេញខ្ពស់ដូច្នេះហើយវាក៏ជាបញ្ហាមួយនៅក្នុងការធ្វើ marketing communication ដែរមានការពុតចេញខ្ពស់អតិថិជនគាត់មានការអភិវឌ្ឍជាច្រើនបាទចំណុចទី2គឺនិយាយអំពី contextual influence នេះគឺនិយាយអំពីឥទ្ធិពលបរិបទផ្សេងៗមានថាការសង្គមប្រែប្រួល
ការរីកចម្រើនផ្សេងៗឧទាហរណ៍ថាជាក់ស្ដែងនេះគឺការរីកចម្រើននៃវិទ្យា AI អតិថិជនគាត់យល់ដឹងច្រើនអំពីបញ្ហាខាងក្រៅដូច្នេះក្នុងនាមជាយើង marketing គឺយើងត្រូវយល់អំពីបរិបទខាងហ្នឹងដែរហើយចំណុចទី3នេះគឺ the role of relationship គឺទូនាទីក្នុងការទាក់ទងន័យថាទំនាក់ទំនងទៅលើទីផ្សារគឺមានសារៈសំខាន់មែនទែនដូច្នេះយើងត្រូវយល់អំពី role relationship of marketing ដែរបាទហើយចំណុចបន្ទាប់គឺ future trend ក្នុងនាមជា marketing ម្នាក់យើងត្រូវយល់អំពីនៅការវិភាគទៅលើទីផ្សារនៅពេលអនាគតថាតើយើងត្រូវធ្វើ marketing អីដើម្បីឲ្យសមស្របឬក៏ឲ្យចំគោលដៅរបស់យើងគឺក្នុងអត្ថបទនឹងបានបង្ហាញបាទចំណុច chapter 2របស់យើងគឺយើងបានបញ្ចប់ហើយបាទហើយចំពោះ chapter 3គឺយើង research methodologies ដោយសារតែអត្ថបទរបស់យើងពាក់ព័ន្ធជាមួយនឹង academy ដូច្នេះសារខ្ញុំ research ទៅគឺมันមានតែច្រើនទេដូច្នេះយើងលើកយកតែអំពី qualitative research មកបង្ហាញលោកគ្រូទេគឺពាក់ព័ន្ធជាមួយនឹងទិន្នន័យគុណភាពតែយើងលើកយកមកបង្ហាញលោកគ្រូជាងចូលដល់ចំណុចបន្តទៀតគឺចំណុចដូចគ្នាដែរគឺនេះគឺជាសំណួរដែលក្នុងអត្ថបទគេបង្ហាញថាអំពីសំណួរបន្ទាប់ពីគេធ្វើការមករៀនទៅសំណួរទាំងអស់នេះទៅដល់សិស្សឬក៏ទៅដល់អ្នកសិក្សាមួយចំនួនដែលគាត់ស្វែងយល់ឬក៏យកបន្ថែមអំពី marketing communication អញ្ចឹងជារួមនៅក្នុង chapter 3នេះគឺនិយាយអំពី qualitative research តែម្ដងនេះថាគឺយើង research បែបគុណភាពគឺមិនមានការចុះ survey ឬក៏ស្រង់ទិន្នន័យអីទេបាទអញ្ចឹង chapter 3របស់យើងគឺបានបញ្ចប់ហើយចំពោះ chapter 2គឺយើងនិយាយអំពី result និយាយអំពីលទ្ធផលតែម្ដងបាទក្នុងនេះក៏យើងលើកក្នុងចំណុច4របស់ psychology ដែរបាទចំណុច4សំខាន់ៗមកក្នុងអត្ថបទមួយនិយាយទី1ពាក់ព័ន្ធនឹង context and marketing communication ហើយចំណុចទី2អំពី effectiveness of the tool ហើយចំណុចទី3យើងនិយាយអំពី relationship marketing ហើយចំណុចចុងក្រោយគឺនិយាយអំពី marketing communication mix អញ្ចឹងយើងទៅ slide បន្ទាប់បាទ slide បន្ទាប់នេះគឺនិយាយអំពី context and marketing communication នេះយើងនឹងបង្ហាញអំពីរូបភាពនេះគឺបង្ហាញអំពីប្រព័ន្ធផ្នែកទាក់ទងទីផ្សារនៃថា marketing communication system បើយើងនិយាយទៅចំណុចទី1វិញនិយាយអំពី context analyze នៅពេលដែលយើងធ្វើទីផ្សារប៉ុន្តែយើងធ្វើ marketing communication គឺយើងទៅយល់អំពីបរិបទខាងក្រៅអញ្ចឹង context analyze នេះគឺនិយាយអំពីការបរិបទខាងក្រៅតែបរិបទខាងក្រៅយ៉ាងម៉េចគោលនយោបាយយ៉ាងម៉េចដើម្បីយើងធ្វើទីផ្សារហើយចំណុចបន្ទាប់មុននឹងធ្វើទីផ្សារគឺយើងមានការ research ហើយយើងការវិតម្លៃបាទបន្ទាប់ទៀតគឺធនធានបន្ទាប់ពីយើងរៀបចំទៅតើធនធានដែលយើងមានបាក់ចិត្តគ្រប់គ្រាន់ដែរអត់បាទហើយចំណុចបន្ទាប់គឺ positioning នេះគឺនិយាយអំពីបំណងឬក៏ចិត្តអតិថិជនតើគាត់ក្នុងតើផលក្នុងចិត្តរបស់គាត់គឺជាអ្វីហើយបន្តមកគឺយើង promotion objective objective បានថាយើងធ្វើការ promotion បាទនិយាយរួមគឺក្នុងតារាងអត្ថបទនេះគឺនិយាយពី system of marketing communication បាទហើយយើងយកចំណុចបន្ទាប់បាទហើយចំណុច4ទី2នេះគឺនិយាយពី effectiveness of the tool អញ្ចឹងនៅក្នុងតារាងនេះគឺវាបង្ហាញអំពី tool មួយក្នុងការធ្វើទីផ្សារជាក់ស្ដែងឧទាហរណ៍ថាបើសិនជាផលិតផលរបស់យើងថ្មីតែយើងប្រើ tool មួយណាដើម្បីមានប្រសិទ្ធភាពអញ្ចឹងក្នុងឆាកនេះគឺគូពីប្រសិទ្ធភាពនៃការធ្វើ tool មួយដើម្បីឲ្យអតិថិជនគាត់ចាប់ស្គាល់ចាប់ដឹងពីយើងឧទាហរណ៍ថាផលិតផលថ្មីយើងគួរប្រើវិធីផ្សព្វផ្សាយ PR បានន័យថា public relation PR នេះគឺដើម្បីឲ្យអតិថិជនគាត់ចាប់ស្គាល់អំពី
ចាប់ស្គាល់និងចាប់ដឹងអំពីផលិតផលឬក៏សេវាកម្មរបស់យើងអញ្ចឹងផលិតផលថ្មីយើងគួរតែប្រើ public relation ហើយឧទាហរណ៍ទី2គឺនិយាយអំពីsave promotion កាលណាយើងត្រឡប់មកវិញឧទាហរណ៍ទី2នេះគឺបើសិនជាមានការប្រកួតប្រជែងខ្ពស់យើងគួរតែប្រើ self promotion ដោយសារតែដើម្បីឲ្យអតិថិជនគាត់មានអារម្មណ៍ថាថ្លៃរបស់យើងថោកទំនិញរបស់យើងមានលទ្ធផលដើម្បីយើងមានឱកាសប្រកួតជាមួយនឹងដៃគូប្រកួតប្រជែងអ្នកដទៃអញ្ចឹងយើងជារួមមកវិញចំណុច 4.2 នេះគឺនិយាយអំពី tool មួយតើយើងប្រើ tool មួយណាដែលសមស្របនឹងស្ថានភាពជាក់ស្ដែងដូចខ្ញុំឧទាហរណ៍ពីខាងលើអញ្ចឹងគឺពាក់ព័ន្ធនឹងឧទាហរណ៍ផលិតផលថ្មីដែលយើងមានអញ្ចឹងយើងគួរតែធ្វើ public relation ហើយមួយទៀតបើសិនជាក្នុងស្ថានភាពដែលមានការប្រកួតប្រជែងខ្ពស់យើងគួរតែប្រើ tool sales promotion បាទអញ្ចឹងចំណុចទី 4.2 គឺចប់ហើយជំនាញចូលចំណុចបន្ទាប់ចំណុច 4.3 គឺនិយាយអំពី relation of marketing នៅក្នុងអត្ថបទនេះគឺយើងលើកយក3ចំណុចសំខាន់មកនិយាយទី1គឺ long term orientation ន័យថាការធ្វើទីផ្សាររយៈពេលយូរហើយចំណុចទី2គឺ communication នេះគឺបានន័យថាគឺយើងធ្វើទីផ្សារទៅអតិថិជនពាក់ព័ន្ធទាំង marketing ផ្សេងៗយើងប្រើ tool ផ្សេងៗដូចខ្ញុំបានលើកឡើងពីមុនអញ្ចឹងហើយចំណុចចុងក្រោយគឺ mental value នេះបានន័យថាការធ្វើទីផ្សារគឺផលចោលគ្នាវិញទៅមកបើសិនជាអតិថិជនទីរបស់យើងហើយតែគាត់គិតថាគាត់មានផលប្រយោជន៍ឬក៏ benefit ខ្លះពីផលិតផលរបស់យើងអញ្ចឹងជារួមចំណុច 4.3 នេះគឺពាក់ព័ន្ធនឹង relationship of marketing ហើយយើងយកចំណុច3សំខាន់មកនិយាយបាទយើងចូលចំណុចបន្ទាប់គឺ 4.4 នេះនិយាយអំពី marketing communication mix សំទោសគឺ marketing communication mix ហើយយើងក៏មានតារាងមកបង្ហាញផងដែរបាទតារាងនេះគឺនិយាយបង្ហាញអំពី marketing communication និងប្រសិទ្ធភាពរបស់វាអញ្ចឹងក្នុងនេះគឺយើងបើសិនយើងមើលឧទាហរណ៍ថាមុនដែលយើងធ្វើ marketing communication គឺយើងមានប្រើ tool មួយណាដែលមានប្រសិទ្ធភាពឧទាហរណ៍ថាជាមាន advertising មាន sales promotion មាន direct marketing មាន public relation ហើយនិង personal promotion បន្ទាប់មកចំណុចកន្លែង media នេះគឺយើងចុចចូលការផ្សព្វផ្សាយថា tool ខាងក្រៅចំនួន5នេះតែយើងយក media នេះយើងធ្វើបែបណាយើងធ្វើជាបែប content ឬក៏បែបផ្សេងដើម្បីទៅដល់អតិថិជនគោលដៅរបស់យើងអញ្ចឹងសរុបមកវិញចំណុច 4.4 នេះគឺនិយាយអំពី marketing communication mix ហើយក្នុងនោះគឺមានtool ឬក៏គន្លឹះសំខាន់ៗក្នុងការឲ្យយើងជ្រើសរើសដើម្បីឲ្យចាប់ទៅដល់អតិថិជនគោលដៅរបស់យើងហើយចំណុចទី5ជាចំណុចចុងក្រោយនេះគឺយើងមាន conclusion and recommendation បាទចំពោះ conclusion គឺយើងមានយកចំណុច3មកនិយាយដែរចំណុចទី1ក្នុងនោះចំណុចទី1គឺនិយាយអំពីការស្រាវជ្រាវនិងចំណុចចិត្តការស្រាវជ្រាវគឺយើងនិយាយអំពីក្នុងអត្ថបទនេះគឺនិយាយថាការស្រាវជ្រាវទៅលើចំណុចអធិស្ឋានការស្រាវជ្រាវទៅលើចំណង់ចំណុចអតិថិជនតើយើងគួរស្រាវជ្រាវយ៉ាងម៉េចនេះគឺជាចំណុចទី1ហើយចំណុចទី2គឺការប្រើប្រាស់ tool មួយចឹងក៏ដែរបើន័យថាចំណុចទី2គឺយើងការប្រើប្រាស់ tool តើ tool មួយណាដែលយើងគិតថាវាសមស្របនឹងកលៈទេសៈជាក់ស្ដែងហើយចំណុចចុងក្រោយគឺការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទីផ្សារអង្គភាពត្រូវតែសម្របខ្លួនទៅតាមនោះដែរបើន័យថាបើសិនជាទីផ្សារសពថ្ងៃគាត់មានការផ្លាស់ប្ដូរដូច្នេះយើងមានការឆេងដែរជារួម conclusion របស់យើងគឺមាន3ចំណុចសំខាន់ដែលខ្ញុំសង្ខេបមកវិញគឺទី1ពាក់ព័ន្ធជាមួយនឹងការធ្វើទីផ្សារដោយប្រកបដោយប្រសិទ្ធភាព
ចឹងតែយើងធ្វើបែបណាដើម្បីសុខភាពក្នុងសម្បត្តិនេះគឺបានបង្ហាញហើយចំណុចទី2គឺការប្រើ tool នីមួយៗអញ្ចឹង tool នៅក្នុង marketing communication វាមានច្រើនដូច្នេះក្នុងនាមយើងជាផ្នែកទីផ្សារគឺយើងតែយក tool មួយមកប្រើហើយវាឲ្យសមស្របនឹងបរិបទកលៈទេសៈហើយចំណុចចុងក្រោយគឺយើងមានការសម្របខ្លួនទៅតាមទីផ្សារមិនថាសម្របខ្លួនទៅតាមបរិយាកាសបច្ចុប្បន្នបាទហើយចំណុចចុងក្រោយនេះគឺ recommendation គឺយើងយក4មកនិយាយដែរបាទតែទី1គឺវាបានវិធីសំខាន់ក្នុងការជ្រើសរើសក្នុងនេះគឺខ្ញុំបានសង្កេតឃើញថាក្នុងតំបន់នេះគឺបានសង្កេតថាមានវិធីសាស្ត្រ2ដែលយើងគួរយកមកប្រើទី1គឺការបង្កើតថ្មីនិងរក្សាបណ្ដាញចាស់មានន័យថាបើយើងបង្កើតអតិថិជនថ្មីហើយយើងថែរក្សាអតិថិជនចាស់ហើយចំណុចទី2គឺការស្រាវជ្រាវទៅលើចំណង់ចំណូលចិត្តអតិថិជនន័យថាមុននឹងយើងធ្វើ marketing គឺយើងគួរតែដឹងដែរអំពីចំណង់ចំណូលចិត្តអតិថិជនពីអតិថិជនរបស់យើងហើយចំណុចទី3គឺនិយាយអំពីការប្រើប្រាស់ tool ដែល tool យើងប្រើប្រាស់ tool ចំនឹងអតិថិជនដែរទេដែលខ្ញុំលើកឡើងខាងមុនអញ្ចឹងហើយចំណុចចុងក្រោយនេះគឺការសម្របខ្លួននិងការផ្លាស់ប្ដូរទៅតាមកលៈទេសៈជាចុងក្រោយចំណុចរបស់ខ្ញុំគឺបានបញ្ចប់ហើយខ្ញុំគិតថាពាក់ព័ន្ធនឹងការ research ពាក់ព័ន្ធនឹងតំបន់នេះគឺមានការខ្វះចន្លោះច្រើនមែនទែនទៅដល់លោកគ្រូដូច្នេះខ្ញុំបាទនឹងក្រុមនិងសមាជិកក្រុមសូមអធិស្ឋានទៅឬក៏ការនិយាយមិនសូវច្បាស់ឬការនិយាយទៅគ្រូស្ដាប់មិនសូវបានដោយសារតែទីខ្លះទៅម៉ៃរបស់ខ្ញុំនេះនិយាយសូវច្បាស់ដែរដូច្នេះទៅសារនៅសម្លេងទៅដល់លោកគ្រូទៅដល់និស្សិតយើងអស់គ្នាមិនច្បាស់ខ្ញុំគិតថាក្នុងចំណុចរបស់ខ្ញុំមានការខុសជាច្រើនដូច្នេះសូមដល់ការអធិស្ឋានដល់លោកគ្រូនិងទៅដល់សិស្ស Master ទាំងអស់គ្នាបាទក្រុមយើងខ្ញុំគឺបានបញ្ចប់ពាក់ព័ន្ធនឹងវិធានបទ Marketing Communication ហើយបើសិនជាមានការខ្វះចន្លោះឬក៏មានការសាកសួរបន្ថែមអាចឆាតតាមឆាតបានណាអរគុណហើយជំរាបលា